ចាជំរាបសួរនិងសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកធ្វើទឹកត្រីកោះកុងហើយចំពោះគ្រឿងផ្សំដែលយើងត្រូវយកមកប្រើដើម្បីបុកទឹកត្រីកោះកុងរបស់យើងនេះគឺមានដូចជាក្រូចឆ្មាខ្ទឹមសម្ទេសនិងជីរស៊ុយហើយក្នុងនោះដែរក៏មានគ្រឿងទេសផ្សេងៗដូចដែលបងប្អូនបានឃើញផងដែរចាឥឡូវនេះយើងចាប់ផ្ដើមមកធ្វើការបកខ្ទឹមជាមួយសិនដើម្បីយកធ្វើទឹកត្រីកោះកុងរបស់យើងហើយចំពោះខ្ទឹមនេះដែរបងប្អូនអាចបកតាមតម្រូវការរបស់បងប្អូនបានចាឥឡូវបន្ទាប់ពីយើងធ្វើការបកខ្ទឹមរួចរាល់ហើយឥឡូវយើងយកខ្ទឹមដែលយើងបានបករួចនេះដើម្បីយកទៅលាងទឹកជាមួយនឹងក្រូចឆ្មាក៏ដូចជាម្ទេសរបស់យើងផងដែរហើយចំពោះម្ទេសនេះដែរបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនបានចាចំពោះគ្រឿងបន្ទាប់ទៀតគឺជាវ៉ាន់ស៊ុយតែបើសិនជាបងប្អូនអត់ចូលចិត្តបងប្អូនអត់បាច់ដាក់ក៏បានដែរអញ្ចឹងឥឡូវនេះយើងចាប់ផ្ដើមយកគ្រឿងផ្សំដែលយើងបានរៀបចំទុកអំមិញនេះយកមកលាងទឹកឲ្យស្អាតម្ដងមួយដើម្បីយកទៅបុកទឹកត្រីកោះកុងរបស់យើងចាអញ្ចឹងបន្ទាប់ពីយើងបានធ្វើការលាងសម្អាតអស់ហើយយើងចាប់ផ្ដើមដាក់ម្ទេសដាក់ខ្ទឹមសជាមួយនឹងជីវ៉ាន់ស៊ុយដើម្បីកន្លុកវាបញ្ចូលគ្នាចាបន្ទាប់ពីយើងកន្លុកចូលគ្នាសព្វល្អហើយយើងចាប់ផ្ដើមមកធ្វើការហាន់ក្រូចឆ្មារបស់យើងវិញម្ដងចំពោះក្រូចឆ្មានេះដែរបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តរបស់បងប្អូនបានចាឥឡូវអញ្ចឹងបន្ទាប់ពីយើងធ្វើការហាន់ក្រូចឆ្មារបស់យើងហើយយើងចាប់ផ្ដើមមកលាយគ្រឿងទេសរបស់យើងវិញម្ដងដោយគ្រឿងទេសរបស់យើងនោះគឺមានដូចជាទឹកត្រីស្ករសអំបិលនិងប៊ីចេងចាអញ្ចឹងចំពោះគ្រឿងផ្សំដែលកាន់តែពិសេសមិនអាចខ្វះបាននោះគឺក្រូចឆ្មាបងប្អូនអញ្ចឹងបន្ទាប់ពីយើងធ្វើការដាក់ក្រូចឆ្មាហើយយើងច្របល់ចូលគ្នាឲ្យសព្វល្អទៅរួចជាការស្រេចចាអញ្ចឹងឥឡូវយើងឃើញថាទឹកត្រីកោះកុងរបស់យើងគឺធ្វើបានរួចរាល់ហើយខ្ញុំធ្វើការចាក់ដាក់ដបខ្លះដើម្បីរក្សាទុកនៅក្នុងទូទឹកកកក្នុងពេលនេះដែរវីដេអូរបស់ខ្ញុំសូមចាប់ត្រឹមនេះបើមានកំហុសខុសឆ្គងសូមខន្តីអភ័យទោសជួបគ្នាក្នុងវីដេអូក្រោយអរគុណសម្រាប់ការចូលរួមទស្សនាទាំងអស់គ្នា